មនុស្សរបស់កុលសម្ព័ន្ធឆ្កែចុកខ្មៅបានលួចចូលមកក្នុងរាជធានីហើយមានគ្នាទាំងអស់20នាក់កំពុងពួនស្ទាក់នៅតាមដងផ្លូវទាំង3ជុំវិញភូមិគ្រីហៅពេលណានឹងចាប់ផ្ដើមធ្វើសកម្មភាពប្រហែលជាយប់នេះហើយប៉ុន្តែពួកវាចម្លែកណាស់មិនបានយកអាវុធធ្ងន់មកទេយកមកត្រឹមតែកាំបិតខ្លីនិងខ្សែពួរតែប៉ុណ្ណោះមើលទៅមិនមែនមកវាប្រហារចំទេចុះវាមកធ្វើអីអាចនឹងមកដុតឬបង្កភាពចលាចលរួចឆ្លៀតឱកាសចាប់មនុស្សពួកជនពៀមកហើយពួកឯងឆាប់រត់ទៅខ្ញុំអាចនាំពួកឯងត្រឡប់ទៅវិញបានកុំមកនិយាយកាត់ចង្វាក់អញ្ចឹងមើលប្រហែលជាស្ដាយមាស 10000 ដំឡឹងរបស់គេហើយនៃឆឹងយាតើក្នុងភូមិគ្រឹះនេះមានអង្គរៈប៉ុន្មានអ្នកដែលអាចហៅប្រើបានអង្គរៈជាចំនួនមាន36អ្នកនិងអង្គរៈសម្ងាត់12អ្នកប៉ុន្តែពួកវាសុទ្ធតែជាតបជើងចាស់មកពីព្រំដែនខាងជើងបើវាគ្នាពិតមែនមិនបាច់វីទេទុកឲ្យពួកវាចូលមកទៅមានវិធីអីមែនទេនៅចាំថ្ងៃដែលពួកយើងចាប់ចោរយាជឿនវឹងបានទេអន្ទាក់ដែលពូចៅបានរៀបចំទុកនោះអីចាំតើឲ្យពូចៅនាំគេទៅរៀបចំអន្ទាក់បន្ថែមនៅតាមជញ្ជាំងទាំងក្នុងនិងក្រៅទៅមិនបាច់ធ្វើឲ្យរបួសទេគ្រាន់តែចាប់រារាំងពួកវាកុំឲ្យទៅណារួចទៅបានហើយចុះបន្ទាប់មកប្តឹងរាជការប៉ុន្តែតើលោកចៅហ្វាយក្រុងជឿដែរឬអត់ឲ្យតែចាប់មនុស្សបានពួកគាត់ប្រកាសជាជឿហើយនៅត្រង់នេះឯងលោតផ្លោះទៅគឺជាទីធ្លាខាងក្រោយហើយចូលបាទចូលទៅចាប់បាន4នាក់រត់រួចម្នាក់អាមួយដែលរត់រួចនោះប្រកាសជាទៅរីកាហើយកុលសម្ព័ន្ធឆ្កែចុកខ្មៅប្រកាសជាមិនព្រមឈប់ត្រឹមនឹងទេចុះមនុស្សរបស់លោកចៅហ្វាយក្រុងមកដល់ឬនៅមកដល់ហើយកំពុងតែចងមនុស្សនៅខាងក្រៅពិតជាមនុស្សមកពីព្រំដែនខាងជើងមែននេះជារឿងធំណាស់លោកម្ចាស់ពួកមនុស្សទាំងនេះលួចចូលមកក្នុងរាជធានីថែមទាំងលួចវាយប្រហារភូមិគ្រីហៅនៅពេលយប់ទៀតពិតជាមិនមែនជាចោរធម្មតាទេសូមលោកម្ចាស់មេត្តាស៊ើបអង្កេតឲ្យបានច្បាស់លាស់ផងខ្ញុំយល់ហើយខ្ញុំនឹងបញ្ជូនពួកវាទៅសាលាឃុំឥឡូវនេះនាំខ្លួនពួកវាទៅទាំងអស់គ្នាទៅឯងប្រាប់ថាគ្មានការខុសឆ្គងទេតែឥឡូវធ្វើឲ្យឯងបាត់បង់មនុស្ស4នាក់យើងក៏នឹកស្មានមិនដល់ដែរថាពួកវាមានការប្រុងប្រយ័ត្នទុកជាមុនអញ្ចឹងឆាប់ដោះលែងមនុស្សដែលនៅសល់ឥឡូវនេះភ្លាមការងារមិនទាន់សម្រេចផងហេតុអីត្រូវដោះលែងឯងចង់ក្រឡាសម្ដីអេសូមមេកន្ទ្រីងរំងាប់កំហឹងសិនទ្រង់មិនបានមានន័យបែបនេះទេគ្រាន់តែមួយរយៈនេះស្ថានភាពរៀងតឹងតែងបន្តិចភូមិគ្រឹះនៅក្រៅក្រុងកំពុងតែត្រូវគេឃ្លាំមើលទៀតដូច្នេះការផ្លាស់ប្ដូរទីតាំងត្រូវការពេលវេលា3ថ្ងៃអញទុកពេលឲ្យឯង3ថ្ងៃទៀតក្រោយ3ថ្ងៃបើនៅតែមិនឃើញមនុស្សអញនឹងទម្លាយរឿងដែលឯងលួចតាក់ទងជាមួយពួកយើងឲ្យដឹងពេញទាំងរាជធានីតែម្ដងព្រះអង្គតើពួកយើងគួរធ្វើយ៉ាងម៉េចទៅកុលសម្ព័ន្ធឆ្កែចុកខ្មៅលែងស្ដាប់បង្គាប់យើងទៀតហើយទៅរកកូនអុកថ្មីទៅមួយរយៈនេះរាជទាយាទហាក់ដូចជាលំបាកខ្លាំងណាស់បរាជ័យផ្ទួនតច្រកដល់ថ្នាក់លួចតាក់ទងជាមួយពួកមនុស្សព្រៃផ្សៃនៅព្រំដែនខាងជើងទៀតផងតែអ្នកនាងទាំងពីរអ្នកនោះវិញគឺកាន់តែគួរឲ្យចាប់អារម្មណ៍ហើយតើព្រះអង្គចង់ទាញពួកនាងឲ្យមកខាងយើងមែនទេមិនមែនទាញយកទេគឺសហការគ្នាពួកនាងត្រូវការខ្នងបង្អែកចំណែកយើងត្រូវការធ្វើឲ្យរាជទាយាទកាន់តែវិនាសជាងនេះទៅទៀតហឹហនេះជាសម្បត្តិរបស់ឈឹងវាងគេប្រាប់ថាចង់ជួបឯងហេតុអីបានជាឈឹងវាងមកតាមរកពួកយើងទៀតហើយគេចង់លេងស្នៀតអីទៀតហើយខ្ញុំធ្លាប់និយាយហើយតើគេគឺជាមនុស្សនៅខាងព្រះអង្គម្ចាស់ច្បងហើយខ្លួនគេផ្ទាល់ក៏មានអំណាចមិនធម្មតាដែរក្រុមអ្នកប្រាជ្ញបណ្ឌិតដែលមានឈ្មោះបោះសម្លេងសុទ្ធតែគាំទ្រគេទាំងអស់ធម្មតាគេចូលចិត្តតែខាងតែងកំណាប់មើលទៅខ្ពង់ខ្ពស់ណាស់កាលពីមុនយកលេខតគុណស៊ឺជឺតាមពិតគេគ្រាន់តែចង់សាកល្បងពួកយើងតែប៉ុណ្ណោះចុះលើកនេះចង់សហការមែនទែនហើយមែនទេគេមិនបាននិយាយចំទេតែគេបានបញ្ជាក់បញ្ជាថាអាចជួយពួកឯងទប់ទល់ជាមួយរាជទាយាទបានប៉ុន្តែពួកឯងក៏ត្រូវជួយគេវិញដែរគឺធ្វើឲ្យរាជទាយាទបាក់មុខធ្វើឲ្យរាជទាយាទបាក់មុខហេព្រះអង្គគុំចាស់ទី3ធម្មតាពូកែខាងប្រើប្រាជ្ញាប្រកួតគ្នាណាស់ហើយខ្ញុំឮថាថ្មីនេះរាជទាយាទកំពុងរកអ្នកតែងរឿងជំនួសទៀតផងប្រហែលជាចង់សាងកេរ្តិ៍ឈ្មោះជាអ្នកពូកែទាំងព្រះកាយពលនិងប្រាជ្ញាហើយមើលទៅឈឹងវាងនិងព្រះអង្គគុំចាស់ទី3ចង់ឲ្យពួកយើងទម្លាយរឿងអាស្រូវដែលរាជទាយាទជួលអ្នកតែងសៀវភៅជំនួសនឹងមែនទេប្រហែលជាពួកយើងអាចសរសេរបានល្អជាងដើម្បីយកទៅប្រៀបធៀបទម្លាក់វាចោលតែម្ដងទៅប្រព័ន្ធយល់ឃើញថាយើងអាចពិភាក្សាគ្នាបានអញ្ជើញអ្នកនាងទាំងពីរអ្នកនាងទាំងពីរសុខសប្បាយជីទេកេរ្តិ៍ឈ្មោះរបស់អ្នកទាំងពីរពិតជាល្បីល្បាញខ្លាំងណាស់ហើយ